វីដេអូ2025 recap ចុងឆ្នាំនិយាយទៅអស់ទាំងវីដេអូនេះអ្នកគ្នាចាឥឡូវគេចូល2026ខ្ញុំដូចអត់មកឆ្នាំថ្មីមួយគេសោះចង់ recap 6ខែ7ហ្នឹងគឺខ្ញុំឡើងទៅចិនអ្នកគ្នាដោយសារតែយើងឈប់យកបានពីថៃហើយអញ្ចឹងក៏យើងឡើងទៅរក supply យកថ្មីនៅចិននេះគឺយកពីវីដេអូចាស់ page ខ្ញុំនេះគឺខូចទៀតអ្នកគ្នានិយាយទៅគឺថា build page អត់ចេញហ្មងអ្នកគ្នាគឺអត់សំណាងរឿង page និស័យយើងគេមកឲ្យល្បីអញ្ចឹងណាមាន like មាន follow មានអីអញ្ចឹងគេចាប់ដើម ban មានបញ្ហាអញ្ចឹងគោលបំណងឡើងទៅចិនហ្នឹងគឺដើម្បី update Vivian ឲ្យអ្នកគ្នាមិន update ពីគួរហាងអីទេគឺ update នៅអីបាទដែលយើងលក់យើងឈប់យកបានពីថៃអ្នកគ្នាឃើញចង់និយាយថារកស៊ីមិនស្រួលអ្នកនេះគឺថាត្រូវបាត់បានលឿនខ្ញុំមើលតែ IG story អ្នកគ្នាហើយពេលហ្នឹងខ្ញុំទៅថៃវាថាដើរ review បានតាមតូពេលមានភ្ញៀវកំងអញ្ចឹងយើងកំងអាវ៉ាន់ហ្នឹងដាក់មកខ្មែរអញ្ចឹងទៅហើយបន្ទាប់មកខូច IG ខូច2អ្នកនេះមួយគេ hack មួយទៀតខូចហ្មងហើយបន្ទាប់មកក៏ខ្ញុំមក build page ហ្នឹង unlock boost live អីចឹងពេលហ្នឹងពងតែ boost live បាននិយាយទៅ live លក់បានមែនតើអ្នកគ្នាពងតែឡើងហ្មងអានសុកក៏វាខូច page គេបដិងបិទចឹងទៅក្រោយមកយើងមានសង្គ្រាមហ្នឹងក៏យើងឡើងយកបានពីថៃទៀតយើងបិទ supply យកនៅថៃចោលទាំងអស់គឺយើងទៅរក supply យកថ្មីគឺចាប់ផ្ដើមពី0ហ្មងអ្នកគ្នាអត់ចេះចិនហ្មងគិតមើលខ្ញុំទៅថៃរាប់ឆ្នាំមកប្រហែល build connection មួយ supply យកមួយអ្នកលក់មួយអីនៅថៃបានដល់ពេលយើង build យើងមាន contact មានអីអស់ហើយ suddenly ក៏យើងត្រូវឈប់តាក់ទងមួយគាត់ទាំងអស់យើងមក build សារថ្មីនៅខាងចិនវិញហើយ at the same time គឺយើងបាត់ multiple social media account ទៀតហើយសំខាន់គឺយើងជួលកន្លែងគេហើយអ្នកគ្នាអញ្ចឹងថ្លៃជួលគឺត្រូវតែបង់ហើយចង់និយាយបាត់ page បាត់អីបាត់រក supply យកថ្មីមិនរក supply យកថ្មីក៏យើងត្រូវតែបង់ថ្លៃឈ្នួលគេដែរហោហាវីដេអូនេះវែងទៀតណាអ្នកឥឡូវនេះកុំនិយាយច្រើនពេកអ្នកឥឡូវកាត់ចូលមកដល់នេះវា beauty co និយាយទៅកន្លែងនេះគឺដោយសារតែក្រែមមួយអីដែលខ្ញុំចង់ព្រីកទៅខាងក្រោមហ្នឹងខាង skin care ហ្នឹងវាលក់ឡើងសូវបានអញ្ចឹងក៏ខ្ញុំបិទចូលខាងក្រោមខ្ញុំយកមកខាងលើទាំងអស់ហើយខ្ញុំទៅលូបន្ទប់ online ដោយសារ online គឺអត់មានចេញអីវ៉ាន់មួយថ្ងៃគាត់ថាចេញមកកញ្ចប់ថ្ងៃខ្លះក៏អត់ទៀតអញ្ចឹងក៏បិទបន្ទប់ online ចោលទៅឡើងមានអង្គុយធ្វើការ online អីទៀតហើយបន្ទាប់មកកាត់ចូលមកដល់ធ្វើ Vivian នៅទូកំពង់និយាយទៅនៅទូកំពង់នេះដាក់ Vivian HB Beauty Co យូរហើយប៉ុន្តែគឺថា Vivian អត់ចេញទេអានេះគឺខ្ញុំតំតែបើបើលុយបានមកខ្លះក៏ទិញ snoo ទិញ toner ទិញអាដងប្រយោយអីនេះមកខ្លះចឹងគឺគូខ្លួនឯងអីខ្លួនឯងក៏មក customize ពីចិនមកខ្លួនឯងហ្មងចាជាស្រ័យមិនថាមិនចង់ធ្វើនៅនឹងទេអ្នកគេតែអត់ស្គាល់ supplier អ្នកគ្នាអ្នកដែលគាត់មកកាត់ដៃធ្វើដៃអញ្ចឹងហើយដល់ពេលយើងក៏មកពីចិនមានអារម្មណ៍ថាដូចស្រួលជាងមិនក៏មិនដឹងអានេះដូចវារបៀបថានិយាយទៅក៏មកពីចិនមកគឺបានអីថ្មីខ្ញុំមានអារម្មណ៍ថាចាពេលដែលខ្ញុំក៏មកបានពីចិនមកម្ដងគឺខ្ញុំមានអារម្មណ៍អូគេឆ្លាតហ្មងគេរបៀបថាគេចេះ customize គេចេះអីមានរបៀបថាអាចឆ្នៃបានដងណាអ្នកគ្នាដាក់ពីមុខពីក្រោយពីគៀនពីអីគឺថាអាចសេរីបានបើយើងធ្វើនៅខ្មែរវា fit វាជាប់នៅនឹងហ្មងអញ្ចឹងទៅខ្ញុំមានអារម្មណ៍ថាពេលដែលកំងបានពីចិនមករបៀបថាវា creative ណារបៀបអញ្ចឹងសូម្បីតែ snow កៅអៅហ្នឹងក៏ creative គេធ្វើមកឲ្យយើង convenient នៅក្នុងការប្រើប្រាស់អូខេហើយពេលហ្នឹងក៏ចុងឆ្នាំហ្នឹងខែ8អ្នកគ្នាខែ8 9ហ្នឹងខ្ញុំចេញជាមួយនឹង cushion និង cushion ដែលខ្ញុំតេស្ត2ឆ្នាំហើយទៅជួបរោងចក្រតាំងពីដើមឆ្នាំរហូតដល់ចុងឆ្នាំបានចេញអ្នកគ្នាហើយចេញហ្នឹងក៏អត់មានអីធ្វើ campaign ធ្វើអី launching អីដែរអ្នកគ្នាគឺរវល់វឹកវរតែចាប់នេះផងយើងមាន plan មាន schedule មានអីប៉ុន្តែគឺវាអត់ដំណើរការតាមហ្នឹងអ្នកគ្នាដល់ពេលអញ្ចឹងគឺវា mess up everything ហ្មងអញ្ចឹងគឺថាពេលមានអីគឺយើងត្រូវធ្វើភ្លាមដោះស្រាយភ្លាមសិនទៅ cushion នេះល្អខ្លាំងអ្នកគ្នា ingredient នឹងចង់សាយសម្បុកខ្ញុំ add skin care នៅក្នុងច្រើនមែនតើ at the same time គឺវាបិទបាំងស្នាមហើយវាខំជាប់មុខល្អអ្នកគ្នាអត់បែកម្សៅអត់បតិបតាអត់បែកខ្លាំងទេមកដល់វគ្គ clear បាននិយាយទៅគឺចាឆែកចុះឆែកឡើងបានខ្លះហូរ delay ប្រមូលបោះចោលបានខ្លះគៀក delay ចឹងគៀក delay ចាប់ដើម clear ហើយណាមាន2 3 4 5 VO ចាបញ្ញាបញ្ញាប់គឺផុសភ្លាមទៅ way beauty នេះខ្ញុំឈប់ active រៀងយូរដែរអ្នកគ្នាដោយសាររៀងអស់ទឹកចិត្តធ្វើហ្មងអ្នកគ្នាសារវាចំណេញតិចខ្លាំងមែនតើហ្មងកាក់សេម start លក់ skin care ដំបូងខ្ញុំថាចាអូមិនបើខ្ញុំបោះកៅអៅចោលដោយសារ skin care នេះគឺថាអូចំណេញច្រើនហើយគឺស្រួលលក់ទៀតដោយសារវ៉ាន់គឺល្បីស្រាប់ណាស់មិនដូចកៅអៅណាកៅអៅយើងទិញមកមួយត្រូវខំប្រមូលខំអីឲ្យលក់បានតែ2 3 4 5អីចឹងហើយអាណាកប់ stock កប់អីត្រូវប្រហែល clear stock ខាតទៀតដល់ពេល skin care នេះចាកាត់ stock មកលក់អស់កាត់ stock មកលក់អស់គឺថាស្រួលសប្បាយលក់ឲ្យចំណេញលុយហ្មងពេលហ្នឹងគេសប្បាយគេណាគេចាសំលុយបានទៅជួលហាងមួយទៀតសំលុយបានអត់ទិញផ្ទះទិញឡានទេណាទៅជួលហាងធ្វើហាងអស់លុយមកកណោទៀតគឺថាឆ្អែតអត់មួយ retail store នៅអ្នកគ្នាមានចង់បើកអីសាខាទូទាំងប្រទេសចឹងទេបានទៅទិញផ្ទះទិញឡានអីផុសអួតអ្នកគ្នាវិញនិយាយមិនផុសហាងហ្មងហើយគឺថាអូយតាំងចិត្តជួលគេអ្នកគ្នាមួយខែដល់ខែប្រមូលលុយឲ្យថ្លៃឈ្នួលហើយអាវ៉ាន់លក់ចុះលក់ឡើងគេកោតម្លៃទីផ្សារកោអីចឹងទៅនិយាយទៅត្រូវបាត់បានតាមនឹងឯអ្នកគ្នាមិនអាចប្រឆាំងនេះវាជាការសម្រេចចិត្តរបស់យើងទាំងអស់នៅក្នុងការជួលហាងការដេកោហាងការទិញអាវ៉ាន់មកលក់ការអីហ្នឹងគឺយើងអ្នកសម្រេចចិត្តយើងអ្នកទទួលខុសត្រូវហើយខ្ញុំចាយអាវ៉ាន់ហួរ delay មិនចេះតិចទេអ្នកគ្នាគៀក delay អីបដាខ្ញុំថាចាយ free អ្នកគ្នាខ្ញុំផុសប្រហែលវីដេអូដែរមកយក free រហូតដល់អ្នកនេះគឺថាអើយរកមុខឆឹងមកមួយរឿងបានគៀក delay ហួរ delay ហើយបន្ទាប់មកក៏ខ្ញុំមកសម្រេចចិត្តមកក្នុងវិស័យម្ហូបអាហារនេះវិញនិយាយទៅវាថ្មីអ្នកគ្នាចឹងចង់រៀនពីវាអីពីវាដែរចង់ដឹងមើលថាមិនដែរដោយសារដំបូងខ្ញុំនៅកៅអៅបន្ទាប់មកក៏ខ្ញុំមក skin care ហើយបន្ទាប់មកទីផ្សារ skin care ក៏លកឆាយអីចឹងទៅក៏នឹងឲ្យអស់ទឹកចិត្តឥឡូវសាកមកខាងម្ហូបវិញហើយទីធ្លានៅមុខសាខាទូទៅពងនេះធំដែរអ្នកគ្នាចឹងក៏ថាបើកលក់ម្ហូបមកនឹងដាក់តុដាក់អីចឹងមកហើយក៏សាកចាប់ដើមធ្វើស៊ុបធ្វើអីតេស្តសាច់ទៅអីចឹងអ្នកគ្នាគាត់តែសាច់តេស្តបដាណាមួយខែគាត់តែសាច់ធ្វើខុសចាក់ចោលមិនដឹងអស់ប្រហែលទេប៉ុន្តែ finally ចាគឺថាបើកបានសម្រាប់និយាយទៅខ្ញុំធ្វើដំបូងខ្ញុំអត់ទុកចិត្តខ្លួនឯងដល់ខ្ញុំអត់ចេះធ្វើម្ហូបដល់ពេលហើយសាកធ្វើម្ដងទីខ្ញុំអត់ទុកចិត្តតែខ្លួនឯងបើកបានទេប៉ុន្តែអូខេ finally គឺខ្ញុំធ្វើទឹកស៊ុបមួយទឹកជ្រក់ត្រូវចឹងរយៈពេលកន្លងមួយខែទៅក៏ yes finally បើកនៅចុងឆ្នាំនឹងឯខែ11ដែលខ្ញុំ finally បើកឈុតស៊ុបស៊ីឈួរនេះគឺថាខ្ញុំឡើងចង់ធ្វើច្រើនមុខហើយខ្ញុំបានម្ហូបខ្ញុំមានតែមួយមុខមួយឈុតនឹងហ្មងដោយសារចង់ focus វាឲ្យល្អចឹងតែខ្ញុំចាប់ច្រើនពេកម្ហូបខ្ញុំគឺនឹងវល់ហើយក្រោយមកមានតែរកសាច់អាំងច្រើនពេកក៏ខ្ញុំចេញសាច់អាំង
នៅចុងឆ្នាំនេះអ្នកគ្នាតំតែចេញថ្ងៃ30ខែ12 2025នេះអាំងនេះគឺអត់សូវធ្វើយូរតែយូរដូចស៊ុបពីអ្នកគ្នាទៅស៊ុបមួយខែនេះតែតាកន្លះខែអ្នកគ្នាក៏បានចេញជាមួយនឹងទឹកជ្រលក់មានទឹកតៅហ៊ូជាមួយនឹងទឹកម្រេចអ្នកគ្នាជាមួយនឹងទឹកប្រឡាក់សាច់គឺឆ្ងាញ់មែនតើអញមកសាកបានណាយើងមានជាមួយនឹងគោកិច្ចហើយនឹងគោតកួនឈុតគឺតែ20000ទេណាតគ្នានិយាយទៅគឺសម្រាប់គោតកួនគឺមានសាច់គោមួយចានជាមួយនឹងតកូនមួយចានគោនោះលាសាច់ជ្រូកបន្តិចដែរអ្នកគ្នាសាច់ជ្រូកអូយឆ្ងាញ់មែនតើហើយសម្រាប់គោកិច្ចវិញសាច់ដូចគ្នាមួយចានខុសតែបន្លែគោកិច្ចគឺមានបន្លែច្រើនមុខចឹងណា